ជំរាបសួរពុកម៉ែបងប្អូនចានេះគឺជាស្រូវពូជផលិតពូជវិញ្ញាបនបត្ររបស់កសិករនៅខាងសហគមន៍លីករីកចម្រើនហើយហ្នឹងគឺជាស្រូវដែលយើងធ្វើការដាំដុះដោយការប្រើឧបករណ៍ដាំត្រាំស៊ីតឺអញ្ចឹងពេលដែលយើងដាំអូសវាដាំអញ្ចឹងគឺវានឹងចេញជាជួរបែបហ្នឹងចានេះគឺក្របស្រូវវាធ្លាក់ជាជួរត្រង់អញ្ចឹងហើយចំពោះការដាំនេះដោយសារតែគាត់យកឧបករណ៍មកដាំដំបូងគេអញ្ចឹងអានេះគឺគាត់អូសទៅទម្លាក់ឲ្យវាចេញញឹកអញ្ចឹងទៅបានជាឃើញថាធ្លាក់វារៀងច្រើនរៀងញឹកបន្តិចអញ្ចឹងណាហើយសម្រាប់ស្រូវនេះដែរមកយើងគិតទៅគឺបានអាយុកាលបាន21ថ្ងៃហើយអញ្ចឹងយើងមើលសភាពស្រូវដុះបានប៉ុណ្នេះគឺថាវាល្អគួរសមអានេះគឺវានៅក្បាលរងនេះអាក្បាលរងហ្នឹងដូចរៀងច្រើនហ្មងប៉ុន្តែដល់ពេលទៅកដាលស្រែនោះគឺស្អាតល្អហើយស្រែនេះគឺគាត់ធ្វើភ្ជួររាស់បានល្អគឺអត់មានស្មៅទេគឺស្អាតហ្មងដូចឃើញនៅក្នុងនេះចឹងគឺអត់មានស្មៅទេគាត់សម្អាតបានស្អាតតែម្ដងចំពោះផលិតកម្មពូជគឺយើងសំខាន់មែនតើតកតងជាមួយនឹងការថែទាំកុំឲ្យមានស្មៅកុំឲ្យមានពូជលេងហ្នឹងគឺសំខាន់ពួកអីគឺយើងពូជគឺសំខាន់ខ្លាំងគឺយើងចង់បានឲ្យវាសុទ្ធល្អមិនមានស្មៅមិនមានពូជស្រូវផ្សេងលាយអញ្ចឹងណាអញ្ចឹងគឺយើងត្រូវថែទាំខ្លាំងមែនតើតកតងនឹងស្មៅនិងពូជលាយអីហ្នឹងអញ្ចឹងប៉ុន្តែស្រែនេះក៏គាត់ធ្វើបានល្អហើយសូម្បីតែភ្លឺនេះភ្លឺហ្នឹងគឺគាត់បាញ់ថ្នាំសម្រាប់ស្មៅអស់ហើយព្រោះកត្តាដែលស្មៅនៅតាមភ្លឺហ្នឹងក៏ធ្វើឲ្យស្រូវរបស់យើងក៏អាចលាយបានដែរព្រោះស្មៅនៅតាមភ្លឺនេះវាបើយើងអត់បាញ់ថ្នាំវាដុះមកមានក្របមានអីអញ្ចឹងវាធ្លាក់ចូលមកក្នុងស្រែយើងដូចគ្នាដែរអញ្ចឹងណាអញ្ចឹងគាត់សម្អាតបានស្អាតល្អមែនតើអញ្ចឹងសម្រាប់បងប្អូនដែលគាត់បានទិញពូជពីសហគមន៍ទៅគឺគាត់អាចជាទំនុកចិត្តចំពោះពូជយើងគឺពូជសុទ្ធល្អដែលគាត់បានសម្អាតបានស្អាតធ្វើតាមស្តង់ដារអីចឹងទៅវីដេអូនេះមានតែប៉ុណ្ណឹងទេខ្ញុំនឹងអាប់ដេតបន្តមកទៀតហើយជួបគ្នានៅវីដេអូក្រោយបាយបាយ